មុខម្ហូបមួយមុខនេះបងប្អូនអូយមិនងាយស្វាមបានទេបងប្អូនច្រើនណាស់អញ្ចឹងសម្លខ្មែរយើងគឺមានដូចស្លកកូស្លប្រហើរស្លអីហ្នឹងអញ្ចឹងសុទ្ធតែមុខម្ហូបដែលបន្លែច្រើនមុខចម្រុះហ្មងហើយថ្ងៃនេះក៏បានបន្លែច្រើនមុខដែរដោយសារយើងជួយគ្នាម្ដាយមួយជើងបន្លែខ្លះក៏តិចទេខ្លះក៏បេះបានអីក៏យើងយកមកទៅមិនទៅបានច្រើនមុខអាស្លប្រហើរស្លកកូហ្នឹងវាសុទ្ធតែបន្លែកាន់តែច្រើនមុខកាន់តែឆ្ងាញ់ហើយបន្លែយើងគឺមានបាទត្រីវិញគឺមានសាច់ត្រីដែកយើងអាំងយកមកបេះដាក់ចូលសម្លបាទថ្ងៃនេះមួយមុខនេះគឺសម្លប្រហើរហើយមានទំពាំងមានរនោងមានស្លឹកបាសបងប្អូនហើយមានតុងពីស្អំហ្នឹងហើយដាក់មកបន្លែខៀវបន្លែអីគេថាសុទ្ធតែធម្មជាតិសុទ្ធបងប្អូនអត់មានន័យថាអូយើងត្រូវថាយកបន្លែណាដែលខុសពីនេះសុទ្ធតែបន្លែស្រុកស្រែយើងអាចបេះបានយកកាលក៏យើងយកមកពីការកទិញអត់មានតែនៅតាមនេះគឺសម្បូរខែនេះខែវស្សាគឺសម្បូរបងប្អូនដោយសារវាសម្បូរដុះតាមលបងតាមអីស្លឹកបាសស្លឹកអីហើយស្អំអីរនោកអីគឺសម្បូរហើយប្រហើរមួយឆ្នាំងនេះបងប្អូនយើងហូបបាច់បាយក៏បានដែរបងដាក់មកឈ្ងុយហើយមានមកអមរយពីលើទៀតនិយាយតែឈ្ងុយអូឈ្ងុយតែថាបាននំបញ្ចុកមកដាក់ជាមួយក៏បានដែរបងប្អូននឹងសាឡននេះក៏ត្រូវគ្នាទាំងអស់មកឆ្អិនហើយបងប្អូនមួយឆ្នាំនេះមកចូលរួមជាមួយខ្ញុំបាទទាំងអស់គ្នា